កាលពីយូរលងណាស់មកហើយនៅជាភូមិមួយក្បែរព្រៃធំមានរឿងរ៉ាវដែលអ្នកចាស់តែងតែខ្សឹបប្រាប់គ្នាទាំងភ័យខ្លាចអំពីព្រាយក្បាល8គ្មាននរណាដឹងថាវាកើតមកពីណាទេប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថានៅពេលយប់ស្ងាត់ជាពិសេសនៅពេលព្រះច័ន្ទពេញវង្សសំឡេងស្រែកយំចម្លែកនឹងលាន់លីវចេញពីព្រៃហើយអ្នកណាដែលដើរចូលទៅទីនោះម្នាក់ឯងតែងតែបាត់ខ្លួនដោយគ្មានដានព្រៃនោះត្រូវបានគេហៅថាព្រៃក្បាលយំព្រោះរាល់យប់មានសំឡេងដូចមនុស្សជាច្រើនកំពុងយំសើចនិងខ្សឹបក្នុងពេលតែមួយនៅក្នុងភូមិនោះមានបុរសវ័យក្មេងម្នាក់ឈ្មោះវុធីគាត់មិនជឿរឿងខ្មោចទេហើយតែងតែសើចចំអកចំពោះអ្នកដែលខ្លាចព្រៃនោះថ្ងៃមួយខណៈពេលកំពុងអង្គុយផឹកតែនៅតូបភូមិគាត់បានឮអ្នកចាស់ម្នាក់និយាយថាព្រាយក្បាល8ធ្លាប់ជាស្ត្រីម្នាក់ដែលត្រូវគេធ្វើអំពើអាក្រក់រហូតស្លាប់ហើយវិញ្ញាណរបស់នាងបានបែកចេញជាក្បាល8ដើម្បីសងសឹកមនុស្សគ្រប់គ្នាវុធីសើចហើយនិយាយថាបើមានព្រាយពិតមែនខ្ញុំនឹងទៅរកវាយប់នេះអ្នកចាស់ព្យាយាមខាត់ប៉ុន្តែគាត់មិនស្ដាប់ឡើយលុះដល់ពាក់កណ្ដាលអាធ្រាត្រវុធីបានកាន់ភ្លើងពិលនិងកាំបិតតូចមួយដើរចូលព្រៃខ្យល់ត្រជាក់បក់ស្រាលហើយស្លឹកឈើរើរុះដូចមាននរណាម្នាក់កំពុងដើរតាមក្រោយដំបូងគាត់មិនខ្លាចទេប៉ុន្តែក្រោយពីដើរជ្រៅចូលទៅក្នុងព្រៃសំឡេងចម្លែកមួយបានលាន់លឺពីចម្ងាយវាស្ដាប់ទៅដូចស្ត្រីម្នាក់កំពុងយំប៉ុន្តែក្នុងពេលតែមួយក៏ដូចមនុស្សជាច្រើនកំពុងសើចវុធីឈប់ដំណើរហើយបំភ្លឺពិលជុំវិញខ្លួនគ្មានអ្វីទេភ្លាមនោះសំឡេងបានលាន់លឺម្ដងទៀតខ្លាំងជាងមុនហើយដូចជានៅក្បែរត្រចៀករបស់គាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលប៉ុន្តែដោយសារមោទនភាពគាត់នៅតែបន្តដើរបន្ទាប់ពីដើរបានមួយសន្ទុះគាត់បានឃើញផ្ទះចាស់បាក់បែកមួយនៅកណ្ដាលព្រៃទ្វារបើកចំហហើយមានពន្លឺក្រហមស្រអាប់ចេញពីខាងក្នុងវុធីដើរចូលទៅដោយប្រុងប្រយ័ត្ននៅលើជញ្ជាំងមានស្នាមដៃឈាមជាច្រើនហើយក្លិនស្អុយដូចសាច់រលួយបានពេញបន្ទប់ពេលគាត់បង្វិលពិលទៅជ្រុងមួយគាត់បានឃើញក្បាលមនុស្សមួយកំពុងសម្លឹងមកគាត់វាមានភ្នែកខ្មៅធំនិងមាត់ញញឹមរហូតដល់ត្រចៀកគាត់ភ័យស្ទើរតែទម្លាក់ពិលប៉ុន្តែពេលបំភ្លឺម្ដងទៀតក្បាលនោះបានបាត់ទៅស្រាប់តែសំឡេងសើចលាន់លឺពីលើដំបូលគាត់ងើបមើលឡើងហើយឃើញក្បាលមនុស្ស8ក្បាលកំពុងលូនចុះមកពីភាពងងឹតក្បាលនីមួយមានមុខខុសគ្នាខ្លះយំខ្លះសើចខ្លះស្រែកខ្លះមានអណ្ដាតវែងដូចពស់វុធីស្រែកហើយរត់ចេញពីផ្ទះប៉ុន្តែគ្រប់ទិសដែលគាត់រត់សំឡេងសើចនោះនៅតែតាមពីក្រោយគាត់មានអារម្មណ៍ដូចព្រៃទាំងមូលកំពុងផ្លាស់ប្ដូរដើមឈើមើលទៅដូចមនុស្សឈរមើលគាត់ហើយខ្យល់ត្រជាក់បានប្រែក្លាយជាខ្យល់ក្តៅដូចដង្ហើមរបស់អ្វីមួយធំសម្បើមនៅពេលគាត់រត់ដល់ស្រះទឹកចាស់មួយគាត់បានឃើញស្រមោលស្ត្រីឈរនៅកណ្ដាលទឹកសក់វែងរបស់នាងបាំងមុខទាំងស្រុងទីហៅសួរប៉ុន្តែមិនមានចម្លើយស្ត្រីនោះលើកដៃឡើងយឺតហើយសក់បានបែកចេញបង្ហាញថាករបស់នាងគ្មានក្បាលទេភ្លាមនោះពីក្រោយគាត់បានលាន់ឮសំឡេងខ្សឹបថាក្បាលរបស់ខ្ញុំនៅឯណាវុធីបង្វិលខ្លួនយ៉ាងលឿនហើយឃើញក្បាលទាំង8កំពុងអណ្ដែតជុំវិញគាត់ភ្នែករបស់វាទាំងអស់សម្លឹងមកគាត់ក្នុងពេលតែមួយគាត់រត់ទាំងអស់កម្លាំងប៉ុន្តែជើងដូចជាធ្ងន់ទៅសំឡេងខ្សឹបរាប់រយសំឡេងបានបន្លឺឡើងថានៅជាមួយពួកយើងពេលព្រឹកមកដល់អ្នកភូមិបានទៅរកវុធីប៉ុន្តែរកមិនឃើញគាត់ទេអ្វីដែលពួកគេរកឃើញមានតែពិលមួយនិងស្នាមជើងដែលនាំទៅកាន់ស្រះទឹកចាប់តាំងពីថ្ងៃនោះមកគ្មាននរណាឃើញវុធីទៀតឡើយប៉ុន្តែអ្នកដែលរស់នៅក្បែរព្រៃនិយាយថានៅពេលយប់ស្ងាត់
ពួកគេអាចឮសំឡេងបរោះម្នាក់ស្រែកសុំជំនួយលាយឡំជាមួយសំឡេងសើចរបស់ព្រាយក្បាល8ហើយគួរឲ្យខ្លាចជាងនេះទៅទៀតអ្នកខ្លះអះអាងថាឥឡូវនេះមិនមែនមានក្បាល8ទៀតទេមានក្បាល9ក្បាលថ្មីនោះមានមុខដូចវុធីបំផុតវាសើចយឺតក្នុងភាពងងឹតហើយរងចាំអ្នកដែលហ៊ានចូលព្រៃបន្ទាប់រាល់ពេលព្រះច័ន្ទពេញវង្សសំឡេងសើចទាំង9នឹងលាន់ឮពេញព្រៃហើយអ្នកដែលបានឮវាតែងតែសុបិនឃើញក្បាលអណ្ដែតជុំវិញគ្រែរបស់ខ្លួនអ្នកខ្លះភ្ញាក់ឡើងដោយឃើញស្នាមរៀមដៃខ្មៅនៅលើកញ្ចក់បង្អួចអ្នកខ្លះឮសំឡេងខ្សឹបនៅក្រោមគ្រែហើយអ្នកខ្លះបានបាត់ខ្លួនដោយគ្មានដានរឿងនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយរហូតដល់សព្វថ្ងៃអ្នកចាស់នៅតែព្រមមានកូនចៅថាកុំចូលព្រៃក្បាលយំនៅពេលយប់កុំឆ្លើយតបសំឡេងដែលហៅឈ្មោះអ្នកពីក្នុងភាពងងឹតហើយបើអ្នកឃើញស្ត្រីគ្មានក្បាលឈរនៅក្បែរស្រះទឹកចូលកុំមើលភ្នែករបស់ក្បាលដែលអណ្ដែតជុំវិញនាងជាដាច់ខាតព្រោះនៅពេលអ្នកមើលវាក៏កំពុងមើលអ្នកដែរហើយនៅពេលព្រីក្បាល8ចងចាំមុខអ្នកបានវានឹងតាមអ្នកទៅគ្រប់ទីកន្លែងរហូតដល់ថ្ងៃដែលក្បាលថ្មីមួយត្រូវបានបន្ថែមចូលក្នុងចំណោមពួកវាហើយប្រហែលជានៅយប់នេះខណៈពេលអ្នកកំពុងស្ដាប់រឿងនេះសំឡេងខ្សឹបមួយកំពុងលាន់ឮពីក្រោយខ្នងអ្នកយ៉ាងស្រាលហៅឈ្មោះអ្នកដោយសំឡេងដែលអ្នកស្គាល់ជាងគេបន្ទាប់ពីរឿងរ៉ាវរបស់វុធីបានคล้ายជារឿងព្រេងដ៏គួរឲ្យខ្លាចអ្នកភូមិទាំងមូលរស់នៅដោយភាពភ័យខ្លាចគ្មាននរណាហ៊ានចូលព្រៃក្បាលយំក្រោយថ្ងៃលិចឡើយប៉ុន្តែពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំមនុស្សជំនាន់ថ្មីចាប់ផ្ដើមមិនជឿរឿងព្រេងទាំងនោះទៀតក្នុងចំណោមពួកគេមានយុវជនម្នាក់ឈ្មោះរាជគាត់ជាអ្នកថតវីដេអូនិងចូលចិត្តស្វែងរកទីកន្លែងអាថ៌កំបាំងដើម្បីបង្ហោះលើ YouTube ថ្ងៃមួយគាត់បានឮរឿងព្រាយក្បាល8ហើយគិតថាវាគ្រាន់តែជាការបំភ័យរបស់អ្នកចាស់ប៉ុណ្ណោះដើម្បីទាក់ទាញអ្នកមើលគាត់សម្រេចចិត្តចូលទៅថតវីដេអូនៅក្នុងព្រៃក្បាលយំរាជបាននាំមិត្តភ័ក្តិ3នាក់ទៀតឈ្មោះមករាសុភានិងតារាពួកគេយកកាមេរ៉ាភ្លើងបំភ្លឺនិងឧបករណ៍ថតសម្លេងយ៉ាងពេញលេញនៅម៉ោង10យប់ពួកគេបានចាប់ផ្ដើមដំណើរចូលព្រៃដំបូងអ្វីហាក់ដូចជាធម្មតាពួកគេថតដើមឈើច្រៀងលេងនិងសើចសប្បាយប៉ុន្តែពេលដើរជ្រៅចូលទៅសីតុណ្ហភាពបានចុះត្រជាក់ខ្លាំងកាមេរ៉ារបស់រាជចាប់ផ្ដើមរំខានដោយខ្លួនឯងនៅក្នុងអេក្រង់មានស្រមោលខ្មៅមួយលេចឡើងពីក្រោយពួកគេប៉ុន្តែពេលបង្វិលមើលគ្មានអ្វីសោះមិត្តភ័ក្តិទាំងអស់ចាប់ផ្ដើមមិនស្រួលចិត្តស្រាប់តែឧបករណ៍ថតសំឡេងចាប់បានសំឡេងខ្សឹបមួយពេលរាជបើកស្ដាប់ឡើងវិញសំឡេងនោះនិយាយថាមកទីនេះសុភាភ័យហើយស្នើឲ្យត្រឡប់ទៅវិញប៉ុន្តែរាជនៅតែចង់បន្តពួកគេបានដើររហូតដល់ផ្ទះបាក់បែកដែលវុធីធ្លាប់ឃើញទ្វារនៅតែបើកចំហដូចដើមហើយមានក្លិនស្អុយចម្លែកចេញពីខាងក្នុងនៅក្នុងផ្ទះមានកញ្ចក់ចាស់មួយបាក់ពាក់កណ្ដាលតារាបានបំភ្លឺភ្លើងទៅកញ្ចក់ហើយភ្លាមនោះគាត់ស្រែកយ៉ាងខ្លាំងនៅក្នុងកញ្ចក់គាត់បានឃើញស្ត្រីគ្មានក្បាលឈរពីក្រោយខ្នងរបស់គាត់ប៉ុន្តែពេលបង្វិលមើលវាបាត់ទៅហើយមិត្តភ័ក្តិទាំងអស់ភ័យស្ទើរតែរត់ចេញប៉ុន្តែទ្វារផ្ទះបានបិទក្តោបដោយខ្លួនឯងសំឡេងសើចជាច្រើនបានលួនលឺពីលើដំបូលពួកគេងើបមើលឡើងហើយឃើញក្បាលមនុស្ស9ក្បាលអណ្ដែតជុំវិញពីដានក្បាលទី9ពួកគេស្រែកដូចហើយរត់រកផ្លូវចេញមករាបានទាត់ទ្វាររហូតបើកបានហើយទាំង4នាក់រត់ចេញពីផ្ទះប៉ុន្តែពេលរាប់គ្នាវិញពួកគេឃើញថាតារាបាត់ខ្លួនពួកគេហៅឈ្មោះគាត់ជាច្រើនដងប៉ុន្តែគ្មានចម្លើយមានតែសំឡេងសើចឡាន់លឺពីចម្ងាយរាជនិងមិត្តដែលនៅសល់បានសម្រេចចាត់ស្វែងរកតារាពួកគេដើរតាមស្នាមជើងរហូតដល់ស្រះទឹកចាស់នៅកណ្ដាលស្រះមានមនុស្សម្នាក់ឈរនៅលើទឹកពេលបំភ្លឺភ្លើង
ពួកគេបានឃើញថាវាជាតារាប៉ុន្តែក្បាលរបស់គាត់បាត់ទៅហើយរាងកាយគាត់ឈូស្ងៀមដូចរូបចម្លាក់ភ្លាមនោះក្បាលថ្មីមួយបានអណ្ដែតឡើងពីលើទឹកវាជាក្បាលរបស់តារាភ្នែករបស់គាត់បើកធំហើយមាត់ញញឹមយ៉ាងគួរឲ្យខ្លាចសុភាសន្លប់ភ្លាមមករារត់គេចដោយមិនងាកក្រោយរាជព្យាយាមលើកសុភាឡើងប៉ុន្តែសំឡេងខ្សឹបជាច្រើនបានចាប់ផ្ដើមលាន់ឮជុំវិញគាត់អ្នកបន្ទាប់ខ្យល់ខ្មៅបានវិលជុំវិញស្រះទឹកហើយក្បាលទាំង10បានអណ្ដែតជារង្វង់ធំមួយរាជទាញសុភារត់អស់កម្លាំងបន្ទាប់ពីរត់ជាច្រើនម៉ោងពួកគេទីបំផុតបានចេញពីព្រៃនៅពេលជិតភ្លឺប៉ុន្តែមករាមិនបានចេញមកជាមួយឡើយពេលអ្នកភូមិនាំគ្នាចូលទៅរកគ្មាននរណារកឃើញគាត់ទេមានតែឧបករណ៍ថតវីដេអូមួយដែលធ្លាក់នៅក្បែរស្រះទឹកនៅពេលបើកមើលវីដេអូចុងក្រោយមនុស្សគ្រប់គ្នាបានភ័យរន្ធត់ក្នុងវីដេអូគេឃើញមករាកំពុងរត់ហើយស្រែកសុំជំនួយបន្ទាប់មកកាមេរ៉ាបានបង្វិលឡើងលើមេឃក្បាលអណ្ដែត10ក្បាលកំពុងសម្លឹងចុះមកក្រោមមុនវីដេអូផ្ដាច់មានសំឡេងមួយនិយាយថាយើងកំពុងកើនចំនួនពីថ្ងៃនោះមករាជឈប់ថតវីដេអូទាំងស្រុងគាត់រស់នៅដោយសុបិនអាក្រក់រៀងរាល់យប់គាត់តែងតែឃើញក្បាលអណ្ដែតនៅខាងក្រៅបង្អួចសុភាក៏មិនដែលនិយាយអំពីរឿងនោះទៀតដែរប៉ុន្តែបញ្ហាមិនទាន់ចប់រាល់អ្នកដែលមើលវីដេអូចុងក្រោយនោះរហូតដល់ចប់តែងតែឮសំឡេងខ្សឹបនៅពេលយប់ខ្លះឃើញស្រមោលនៅក្នុងកញ្ចក់ខ្លះឃើញក្បាលមនុស្សអណ្ដែតនៅចុងក្រែប៉ុន្មានខែក្រោយមករាជបានបាត់ខ្លួនដោយគ្មានដាននៅក្នុងបន្ទប់របស់គាត់គេរកឃើញតែកុំព្យូទ័រមួយដែលនៅបើកវីដេអូចាស់នោះនៅលើអេក្រង់មានរូបភាពក្បាល11ក្បាលកំពុងសោចក្បាលទី11មានមុខដូចរាជចាប់តាំងពីពេលនោះអ្នកភូមិជឿថាព្រីក្បាល8លែងមានត្រឹម8ក្បាលទៀតហើយវាកំពុងប្រមូលវិញ្ញាណថ្មីជាបន្តបន្ទាប់គ្មាននរណាដឹងថាចំនួនពិតរបស់វាមានប៉ុន្មានទេប៉ុន្តែគេនិយាយថារាល់ពេលមានមនុស្សបាត់ខ្លួនម្នាក់ក្បាលថ្មីមួយនឹងលេចឡើងក្នុងភាពងងឹតហើយនៅយប់ដែលខ្យល់ស្ងប់បំផុតប្រសិនបើអ្នកឮសំឡេងហៅឈ្មោះអ្នកពីក្រៅផ្ទះកុំបើកទ្វារកុំឆ្លើយតបនិងកុំមើលតាមបង្អួចព្រោះប្រហែលជាក្បាលមួយក្នុងចំណោមពួកវាកំពុងស្វែងរកសមាជិកថ្មីបន្ទាប់ពីរាជបានបាត់ខ្លួននិងក្បាលទី11បានលេចឡើងរឿងព្រាយក្បាល8បានក្លាយជាភាពភ័យខ្លាចដ៏ធំបំផុតនៃអ្នកភូមិមនុស្សជាច្រើនចាប់ផ្ដើមបាត់ខ្លួនជាបន្តបន្ទាប់ពេលយប់គេឮសំឡេងសើចសំឡេងយំនិងសំឡេងហៅឈ្មោះពីក្នុងព្រៃសត្វឆ្កែក្នុងភូមិព្រុសពេញយប់ហើយពេលខ្លះវាសម្លឹងទៅព្រៃដោយកន្ទុយកន្ត្រាក់ដូចឃើញអ្វីមួយដែលមនុស្សមើលមិនឃើញអ្នកភូមិមួយចំនួនបាននិយាយថាពេលពាក់កណ្ដាលអធិវត្តពួកគេឃើញក្បាលអណ្ដែតរាប់សិបក្បាលហោះពីលើដើមឈើដូចហ្វូងបក្សីខ្មៅក្មេងៗចាប់ផ្ដើមឈឺដោយមិនដឹងមូលហេតុមនុស្សចាស់ខ្លះស្លាប់ទាំងស្រែកថាវាមកហើយមេភូមិបានប្រមូលអ្នកស្រុកទាំងអស់មកប្រជុំមនុស្សគ្រប់គ្នាដឹងថាប្រសិនបើគ្មានអ្នកជួយទីបំផុតភូមិទាំងមូលនឹងត្រូវបាត់បង់អ្នកចាស់ជាងគេម្នាក់បានរំលឹកពីគ្រូមន្ត្រាអាគមដ៏ល្បីម្នាក់ឈ្មោះគ្រូច័ន្ទរីដែលរស់នៅលើភ្នំឆ្ងាយគេនិយាយថាគាត់ធ្លាប់បង្ក្រាបអារក្សព្រាយនិងវិញ្ញាណអាក្រក់ជាច្រើនទោះជាយ៉ាងណាគាត់បានបាត់ខ្លួនពីពិភពលោកជាង10ឆ្នាំមកហើយមេភូមិបានចាត់បរិសុទ្ធ5នាក់ធ្វើដំណើរទៅរកគាត់បន្ទាប់ពីធ្វើដំណើរអស់3ថ្ងៃពួកគេបានទៅដល់ខ្ទមចាស់មួយនៅលើភ្នំនៅទីនោះមានបុរសចំណាស់ម្នាក់ស្លៀកពាក់ខ្មៅអង្គុយសមាធិនៅក្រោមដើមពោធិធំភ្នែករបស់គាត់បិទជិតប៉ុន្តែមុនពួកគេនិយាយអ្វីគាត់បាននិយាយឡើងថាខ្ញុំដឹងថាអ្នកមកពីភូមិក្បាលយំព្រាយនោះបានភ្ញាក់ឡើងវិញហើយ
អ្នកភូមិទាំងអស់ស្រឡាំងកាំងគ្រូច័ន្ទរីកបើកភ្នែកយឺតភ្នែករបស់គាត់ភ្លឺដូចភ្លើងក្នុងភាពងងឹតគាត់និយាយថាព្រាយក្បាល8មិនមែនជាវិញ្ញាណធម្មតាទេវាជាវិញ្ញាណសងសឹកដែលត្រូវបានចងដោយអំណាចងងឹតជាច្រើនសតវត្សមុនក្បាលទាំង8គឺជាប្រលឹងរបស់មនុស្សដែលត្រូវគេសម្លាប់ដោយអំពើខុសខប៉ុន្តែពេលវាស៊ីយកវិញ្ញាណថ្មីវាកាន់តែខ្លាំងឡើងហើយចំនួនក្បាលក៏កើនឡើងដែរគ្រូច័ន្ទរាជយល់ព្រមទៅជួយប៉ុន្តែគាត់ព្រមានថាមនុស្សជាច្រើនអាចមិនត្រឡប់មកវិញនៅយប់បន្ទាប់គាត់បានមកដល់ភូមិភ្លាមដែលគាត់ជន់ជើងចូលអាកាសធាតុបានប្រែប្រួលខ្យល់ត្រជាក់បានបក់យ៉ាងខ្លាំងហើយពីក្នុងព្រៃបានលាន់ឮសំឡេងសើចរាប់សិបសំឡេងគ្រូច័ន្ទរីកដាក់ដៃលើដីហើយបិទភ្នែកមួយសន្ទុះក្រោយមកគាត់និយាយថាវាមិនមាន11ក្បាលទេឥឡូវវាមាន23ក្បាលហើយអ្នកភូមិទាំងអស់ស្លេកមុខនៅពាក់កណ្ដាលអត្រាគ្រូច័ន្ទរីកបានដឹកនាំក្រុមអ្នកក្លាហាន5នាក់ចូលព្រៃគាត់គូសរង្វង់មុនការពារជុំវិញខ្លួនហើយកាន់ដាវមន្តអាគមដែលមានអក្សរបុរាណចារឹកពេញដងពេលពួកគេទៅដល់ស្រះទឹកចាស់ទឹកទាំងមូលបានប្រែក្លាយជាពណ៌ខ្មៅស្រាប់តែសំឡេងសើចបានលាន់លើពេញព្រៃក្បាលរាប់សិបក្បាលបានលិចឡើងពីភាពងងឹតភ្នែករបស់វាទាំងអស់បញ្ចេញពន្លឺក្រហមមុខរបស់វុធីរាជតារាមេក្រានិងអ្នកបាត់ខ្លួនជាច្រើនសុទ្ធតែស្ថិតក្នុងចំណោមពួកវាអ្នកភូមិ2នាក់ភ័យរត់ប៉ុន្តែមុនពួកគេចេញផុតស្រមោលខ្មៅមួយបានចាប់ពួកគេទាញឡើងលើមេឃសំឡេងស្រែករបស់ពួកគេលាន់ឮមួយផ្លែតមុននឹងស្ងាត់បាត់ទៅគ្រូច័ន្ទរាជចាប់ផ្ដើមសូត្រមន្តអក្សរពណ៌មាសបានហោះចេញពីដៃគាត់ហើយបាញ់ទៅលើក្បាលទាំងនោះក្បាលជាច្រើនផ្ទុះជាផ្សែងខ្មៅប៉ុន្តែសំឡេងសើចកាន់តែខ្លាំងឡើងភ្លាមនោះទឹកនៅស្រះបានបែកចេញរាងកាយដ៏ធំមួយបានងើបឡើងពីក្រោមទឹកវាជាស្ត្រីគ្មានក្បាលដែលមានដៃវែងដូចឫសឈើជុំវិញករបស់នាងមានក្បាលជាង20នាក់អណ្ដែតវិលជុំដូចព្យុះដីចាប់ផ្ដើមញ័រគ្រូច័ន្ទរាជសម្លឹងមើលវាហើយនិយាយដោយសំឡេងធ្ងន់ថាទីបំផុតខ្ញុំរកឃើញអ្នកហើយមេព្រាយសត្វក្អែករាប់រយក្បាលហោះចេញពីដើមឈើមេឃប្រែคล้ายជាពណ៌ក្រហមឈាមក្បាលទាំងអស់បើកមាត់ក្នុងពេលតែមួយហើយស្រែកសំឡេងតែមួយថាច័ន្ទរាជអ្នកមកយឺតពេកហើយគ្រូច័ន្ទរាជដកដាវមុនចេញទាំងស្រុងពន្លឺមាសភ្លឺឡើងពេញព្រៃការប្រយុទ្ធរវាងគ្រូមន្តអាគមនិងមេព្រាយក្បាលបានចាប់ផ្ដើមដាវមុនបាញ់ពន្លឺដូចគួរលាន់កាត់ផ្ដាច់ក្បាលជាច្រើនប៉ុន្តែរាល់ក្បាលដែលធ្លាក់ចុះបានបង្កើតក្បាលថ្មី2ឡើងវិញអ្នកភូមិដែលនៅរស់ចាប់ផ្ដើមដឹងថាពួកគេមិនមែនកំពុងប្រយុទ្ធជាមួយខ្មោចធម្មតាទេប៉ុន្តែកំពុងប្រឈមមុខនឹងអ្វីមួយដែលរស់នៅដោយសារកំហឹងនិងវិញ្ញាណសងសឹករាប់រយឆ្នាំពន្លឺមាសពីដាវមុនរបស់គ្រូច័ន្ទរាជបានបំភ្លឺព្រៃទាំងមូលក្បាលអណ្ដែតរាប់សិបក្បាលស្រែកឈឺចាប់ខណៈពេលពន្លឺមុនប៉ះទៅលើពួកវាប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ័យបំផុតគឺក្បាលដែលត្រូវកាត់ផ្ដាច់មិនបានបាត់ទេវាបានប្រែក្លាយជាផ្សែងខ្មៅហើយបង្កើតក្បាលថ្មី2ឡើងវិញគ្រូច័ន្ទរាជចាប់ផ្ដើមយល់ថាមេព្រាយនេះកំពុងទទួលថាមពលពីកន្លែងណាមួយស្រាប់តែដីក្រោមស្រះទឹកបានបែកចេញពីក្រោមដីមានឆ្អឹងមនុស្សរាប់ពាន់កំពុងលេចឡើងឆ្អឹងទាំងនោះសុទ្ធតែមានស្នាមចងខ្សែនិងស្នាមកាប់សម្លាប់យ៉ាងឃោឃៅអ្នកភូមិម្នាក់ស្រែកថាព្រះអើយនេះជាភ្នូធំគ្រូច័ន្ទរាជបិទភ្នែកមួយភ្លែតហើយឃើញអតីតកាលជាង300ឆ្នាំមុននៅទីនេះធ្លាប់ជាទីក្រុងតូចមួយមេដឹកនាំទីក្រុងនោះជាមនុស្សឃោឃៅគាត់បានចាប់ស្ត្រីម្នាក់ដែលមានចំណេះដឹងផ្នែកឱសថនិងចោទថាជាមេធ្មុកមិនត្រឹមតែសម្លាប់នាងប៉ុណ្ណោះទេគេបានសម្លាប់កូនបងប្អូន
និងមនុស្សដែលជួយនាងទាំងអស់មនុស្ស8នាក់ដែលស្រឡាញ់នាងបំផុតត្រូវបានកាត់ក្បាលនឹងមុខនាងមុនស្លាប់នាងបានស្បត់ថាឈាមរបស់ខ្ញុំនឹងហៅវិញ្ញាណទាំងអស់ឲ្យត្រឡប់មកវិញហើយមនុស្សគ្រប់ជំនាន់នឹងបង់ថ្លៃពេលនោះផ្គូលាន់បានបាញ់ចំកន្លែងប្រហារជីវិតវិញ្ញាណសងសឹកបានកើតឡើងនោះគឺជាដើមកំណើតរបស់ព្រាយក្បាល8គ្រូច័ន្ទរាជបើកភ្នែកឡើងវិញញើសហូរពេញមុខវាមិនមែនជាព្រាយទេវាជាវិញ្ញាណសងសឹករបស់មនុស្សរាប់ពាន់ភ្លាមនោះមេព្រាយសើចយ៉ាងខ្លាំងសំឡេងរបស់វាដូចមនុស្សរាប់រយនាក់និយាយក្នុងពេលតែមួយឥឡូវអ្នកដឹងការពិតហើយតែអ្នកមិនអាចឈ្នះបានទេភ្លាមដៃខ្មៅរាប់រយបានលូតចេញពីដីពួកវាចាប់ជើងអ្នកភូមិមនុស្ស3នាក់ត្រូវបានទាញចូលក្នុងដីទាំងរស់សំឡេងស្រែកលាន់លឺគួរឲ្យរន្ធត់គ្រូច័ន្ទរាជយកកណ្ដឹងមួយបុរាណចេញពីកាបូបគាត់គោះកណ្ដឹងម្ដងដុំរលកពន្លឺមាសផ្ទុះចេញដៃខ្មៅរាប់រយរលាយបិទភ្លាមប៉ុន្តែមេព្រាយមិនទាន់ប្រើអំណាចពេញលេញនៅឡើយទេមីចាប់ផ្ដើមងឹតព្រះច័ន្ទប្រែខ្លាយជាពស់ក្រហមខ្យល់ខ្លាយជាខ្យល់ក្តៅដុំភ្លើងស្រាប់តែពីលើដើមឈើមានក្បាលថ្មីកំពុងលេចឡើងមិនមែន20ក្បាលទៀតទេមិនមែន30ក្បាលទៀតទេឥឡូវមានជាង100ក្បាលទាំងអស់សម្លឹងមកគ្រូច័ន្ទរាជអ្នកភូមិជាច្រើនសន្លប់ដោយសារភ័យខ្លាចគ្រូច័ន្ទរាជដឹងថាវាដល់ពេលប្រើមុនហាមឃាត់គាត់យកឈាមខ្លួនឯងលាបលើដាវអក្សរបុរាណចាប់ដើមភ្លឺឡើងដាវទាំងមូលប្រែជាពន្លឺសមេប្រៃស្រែកខ្លាំងជាលើកដំបូងវាហាក់ដូចជាខ្លាចអ្វីមួយគ្រូច័ន្ទរាជនិយាយដាវនេះត្រូវបានបង្កើតឡើងសម្រាប់បិទទ្វារវិញ្ញាណយុគនេះមួយក្នុងចំណោមពួកយើងនឹងរលាយបាត់ជារៀងរហូតបន្ទាប់មកគាត់រត់សម្ដៅទៅមីប្រៃផ្ទៃមេឃផ្ទុះដោយផ្គួរលាន់ពន្លឺសនឹងភាពងងឹតបានបុកគ្នាស្រះទឹកទាំងមូលផ្ទុះឡើងដើមឈើរាប់រយដួលរលំការប្រយុទ្ធចុងក្រោយបានចាប់ផ្ដើមគ្រូច័ន្ទរាជលោតឡើងខ្ពស់ដើមមុនបានកាត់តាមកណ្ដាលខ្យល់មេព្រាយបញ្ចេញសម្រែកដ៏គួរឲ្យខ្លាចបំផុតក្បាលទាំង100បានហោះចូលមកក្នុងពេលតែមួយវាជាទស្សនភាពដូចព្យុះក្បាលមនុស្សអ្នកភូមិដែលនៅរស់ស្ទើរតែឈួតដោយសារភ័យខ្លាចគ្រូច័ន្ទរាជគោះកណ្ដឹងមុនជាបន្តបន្ទាប់ដុំរលកពន្លឺបានបំបែកក្បាលរាប់សិបប៉ុន្តែចំនួនវានៅតែច្រើនស្រាប់តែក្បាលរបស់វុធីរីកតារានិងមករាបានហោះមកជិតគ្រូច័ន្ទរាជពួកវានិយាយទាំងទឹកភ្នែកជួយពួកយើងផងយើងមិនចង់នៅទីនេះទេគ្រូច័ន្ទរាជដឹងថាព្រលឹងរបស់ពួកគេនៅមានស្មារតីគាត់សម្រេចធ្វើអ្វីដែលគ្មានគ្រូមន្តអាគមណាហ៊ានធ្វើគាត់អង្គុយចុះបិទភ្នែកហើយសូត្រមន្តរំដោះវិញ្ញាណពន្លឺមាសចាប់ផ្ដើមចេញពីរាងកាយគាត់ម្ដងក្បាលជាច្រើនចាប់ផ្ដើមយំមុខដ៏កាចសាហាវរបស់ពួកវាប្រែទៅជាមុខមនុស្សធម្មតាវិញមេព្រាយស្រែកដោយកំហឹងទេវាដឹងថាវាកំពុងបាត់បង់ថាមពលវិញ្ញាណរាប់សិបបានហោះឡើងទៅលើមេឃពន្លឺសរាប់រយបានបំភ្លឺយកងងឹតប៉ុន្តែភ្លាមនោះមេព្រាយបានចាប់គ្រូច័ន្ទរាជដៃខ្មៅដ៏ធំបានទម្លុះទ្រូងគាត់
អ្នកភូមិស្រែកដោយភ័យខ្លាចឈាមហូរពេញដីគ្រូច័ន្ទរាជដឹងថាពេលវេលារបស់គាត់អស់ហើយគាត់ញញឹមតិចតិចហើយយកគ្រាប់ត្រាមុនចុងក្រោយចេញពីកអាវវាជាវត្ថុដែលបិទទ្វារវិញ្ញាណបានតែម្ដងគត់គាត់សង្កត់វាជួលក្នុងទ្រូងមេព្រាយភ្លាមនោះពន្លឺដ៏ធំមហិមាបានផ្ទុះឡើងមេឃស្ទើរតែបែកចេញដីញ័រដូចរញ្ជួយផែនដីសំឡេងស្រែករាប់ពាន់បានលាន់លឺបន្ទាប់មកភាពស្ងប់ស្ងាត់ខ្យល់ឈប់បោកស្រះទឹកប្រែជាធម្មតាព្រះច័ន្ទក្រហមបាត់ទៅក្បាលទាំងអស់រលាយជាពន្លឺវិញ្ញាណរាប់ពាន់បានឡើងទៅលើមេឃដូចផ្កាយមេព្រាយក្បាល8ត្រូវបានបំផ្លាញប៉ុន្តែគ្រូច័ន្ទរាជក៏បាត់បង់ជីវិតដែរអ្នកភូមិបានបញ្ចុះសពគាត់នៅជាយព្រៃគេបានសង់ចែកដីតូចមួយជាការគោរពជាច្រើនឆ្នាំក្រោយមកភូមិបានត្រឡប់ទៅស្ងប់ស្ងាត់វិញគ្មាននរណាបាត់ខ្លួនទៀតទេគ្មានសំឡេងសើចនៅពេលយប់ទៀតទេប៉ុន្តែមានរឿងមួយដែលគ្មាននរណាដឹងនៅក្រោមបាតស្រះទឹកចាស់នៅក្នុងភាពងងឹតដូចជ្រៅមានភ្នែកក្រហមមួយគូបានបើកឡើងយឺតយឺតហើយសំឡេងខ្សឹបមួយបានលួនលឿ